សស្រីពុកម៉ែបងប្អូនបាទពេលល្ងាចដល់ផ្សំបន្លែក្រោយផ្ទះលឹកបាសហើយនឹងស្អំរមហូបតិចជីវិតរោគរាក់ពន់រន់មានអីទេមានតែបន្លែក្រោយផ្ទះហ្នឹងឯងពុកម៉ែបងប្អូនបាទនឹងស្អំកាត់ស្អំយកទៅស្ងោរជាមួយលឹកបាសលាយគ្នាទៅធ្វើទឹកប្រហុកជ្រលក់រួចមកល្ងាចបាទធម្មជាតិពិតៗពុកម៉ែបងប្អូនបាទដើមស្វាយដើមដូងហើយខាងនេះដើមក្រូចសើចហើយរកបន្លែដើមដូងនេះទឹកបន្លែដែលយើងកាយសម្រាប់ពេលខែវស្សាមកភ្លៀងពីផ្លូវជាតិមកវាហូរមកក្រោយនេះកាលណាតែពេញនេះទៅពេញទឹកបន្លែនេះទៅអត់មានហូរតាណារួចទេពុកម៉ែបងប្អូនឡើងពេញនេះមកនឹងលិចដំណាំពីព្រោះនៅតំបន់នេះអត់មានលូរំដោះទឹកទេសត្វទេពជាជនគេលើកនេះអស់ហើយនេះផ្ទះហើយខាងនោះក៏ផ្ទះដែរទំនប់ទប់ពពោះណានៃហើយដីចំណែកដីខ្ញុំរស់នៅរងអីវាទៀបជាងគេនៅនេះស្រុកខ្មែរនេះតើអ្នកណាមានលុយគេចាក់ដីធ្វើផ្ទះមកគេចាក់ខ្ពស់មកឲ្យទៅខ្ពស់ជាងផ្លូវធម្មតាតែភ្លៀងមកហើយទឹកហូរផ្លូវមកពីផ្លូវមកដីណាទៀបជាងគេសរុបមកផ្ទះអ្នកនឹងឯងម្ល៉េះហើយទឹកសរុបមកតើដែលខាងយើងទៀបនឹងឯងពុកម៉ែបងប្អូនបាទចិត្តពេញហើយគេនេះដើមទៀបបារាំងល្អដល់ហើយដើមឈើទៀបបារាំងល្អមែនបាទដីនេះដីចំការបងស្រីខ្ញុំបាទចំណែកខណៈវិញដើមស្បែកគីឡូអត់ទៅបានរុំយកกระดาษហើយនឹងថងមករុំផ្លែផងគាត់នេះបករុំទេស្រាំងអុចអត់បានហូបទេអត់បានសចំណែកខណៈវិញដើមស្វាយខ្ទិះតៃវ៉ាន់អូនេះដល់ពេលផ្លែមករៀងចាស់ទៅចិត្តភុកវាស្រួយផ្អែមល្អដាំប្របបន្លាយនេះឯងបាទ